我们要奉主耶稣基督的圣名，今日在此召开大会。យើងចង់យើងក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទយើងអរព្រគុណព្រះអង្គនៅថ្ងៃនេះ要用按手的礼节、虔诚的祈祷，安利Pastor Kosau、Pastor Raya、Pastor Ye、Pastor Kensan。យើងនឹងធ្វើពិធីវិជ្ជប្រេងតាំងដល់លោកគ្រូរ៉ាយ៉ាលោកគ្រូយេលោកគ្រូកំសែនហើយលោកគ្រូ9រូប安利他们为教会的牧师。រាប់ពួកគាត់គឺជាគ្រូគង្វាលរបស់ក្រុមជំនុំ耶稣基督是教会的元首，是教会的主。ព្រះម្ចាស់គឺជាព្រះហើយគឺជាប្រមុខនៃព្រះវិហារ他被借升天，施恩给他所拣选的人，设立他的教会。ព្រះម្ចាស់បានរើសអ្នកបម្រើព្រះម្ចាស់ដើម្បីបម្រើនៅក្នុងព្រះវិហាររបស់ព្រះអង្គ我们今日在此行这案例里，正表明主给人的恩赐。ថ្ងៃនេះយើងនឹងធ្វើពិធីចាក់ប្រេងតាំងដើម្បីដំណើរអំពីក្តីស្រឡាញ់ដែលព្រះម្ចាស់ប្រគល់សម្រាប់ដល់លោកគ្រូអ្នកគ្រូ柬埔寨长老会是基督教会的一个肢体。ហើយក្រុមជំនុំ Presbyterian គឺជាក្រុមជំនុំមួយរបស់រូបកាយរបស់ព្រះអង្គ敬拜三位一体、圣父、圣子、圣灵独一无二的上帝。យើងគោរពថ្វាយបង្គំដល់ម្ចាស់ជាព្រះត្រៃឯកគឺព្រះវរបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធ现在举行安利牧师典礼。ហើយថ្ងៃនេះយើងធ្វើពិធីចាក់ប្រេងតាំងដល់លោកគ្រូ知音明显表示我们的信仰。ដើម្បីបង្ហាញអំពីជំនឿរបស់យើង本会相信上帝借着道成肉身的圣子，人类的救主，被钉在十字架，死而复活的耶稣基督。ហើយយើងជឿថាព្រះអង្គម្ចាស់ដែលយើងជឿនឹងគឺជាព្រះដែលបានយាងមកផែនដីហើយសគត់លើជាជាជំនួសអំពើបាបយើង将救恩白白的赐给一切凡悔改而有信心的人，罪得赦免。ដើម្បីអត់ទោសដល់អ្នកណាដែលជឿដល់ព្រះរាជបុត្រានោះនឹងបានទទួលបានការសង្គ្រោះ靠着圣灵重生，并得永生。ហើយទទួលជឿលើព្រះវិញ្ញាណបរិសុទ្ធហើយយាមព្រះវិញ្ញាណបរិសុទ្ធគង់ក្នុងចិត្តដើម្បីផ្លាស់ប្ដូរជីវិតហើយទទួលបានជីវិតដ៏អស្ចារ្យ本会承认新旧约圣经所记载上帝的道，是我们信仰和生活无上的准则。ហើយយើងជឿលើព្រះបន្ទូលសន្យារបស់ព្រះអង្គម្ចាស់តាមរយៈព្រះបន្ទូលហើយផ្លាស់ប្ដូរជីវិតរបស់យើង承认使徒信经为普世基督教会的共同信仰。ហើយក្រុមជំនុំយើងក៏ជឿជាក់ដូចគ្នាថាអ្វីដែលព្រះមាននៅក្នុងព្រះបន្ទូលគឺជារឿងពិតប្រាកដ本会是属灵的团契，凡加入这个团契的信徒，尤其是任职的人，都当负起兴旺福音的重任。ហើយយើងទទួលថាព្រះបន្ទូលព្រះអង្គម្ចាស់គឺជាស្នូលនៃជីវិតហើយយើងដើរតាមព្រះបន្ទូលរបស់ព្រះអង្គ都有服从本会法规，保守本会荣誉的本分。ហើយយើងជឿជាក់លើព្រះបន្ទូលសន្យាហើយនឹងដំណឹងល្អនឹងអ្វីដែលព្រះអង្គម្ចាស់មានបន្ទូលនៅទីនេះគឺសុទ្ធតែមានតម្លៃនៅសម្រាប់ជីវិតរបស់យើង愿上帝见您，阿门。សូមព្រះបាទពីមពោអាមែន受职的弟兄，លោកគ្រូអ្នកគ្រូបងប្អូន你已经听见本会的宣言。ដូចជាលោកគ្រូអ្នកគ្រូបានឮ我现在要根据这宣言问你们几点。ខ្ញុំចង់មានសំណួរមួយសំណួរសួរទៅកាន់លោកគ្រូអ្នកគ្រូ请你在上帝面前答应。សូមលោកគ្រូអ្នកគ្រូបានឆ្លើយនៅចំពោះព្រះ照你自己心中所知道的，你良心上是否相信，是否愿意宣告你担任这职务是诚挚的愿望，要荣耀上帝，谋求教会的进展。ដូចដែលអ្នកបានដឹងអំពីចិត្តអំបញ្ញាចិត្តរបស់អ្នកហើយតើអ្នកជឿលើបំណងចិត្តក្នុងការទទួលយកនៅភារកិច្ចដែលចេញពីបំណងចិត្តស្មោះត្រង់ដើម្បីនឹងថ្វាយសេរីល្អដល់ព្រះអង្គឬទេខ្ញុំទទួលជឿ你是否相信圣父、圣子、圣灵三位一体的上帝，信靠耶稣基督为你的救主，并且承认他是教会的元首？តើអ្នកជឿលើព្រះត្រីឯកព្រះវរបិតាព្រះរាជបុត្រាព្រះវិញ្ញាណបរិសុទ្ធហើយពឹងផ្អែកលើព្រះយេស៊ូវគ្រីស្ទថាជាព្រះអង្គសង្គ្រោះហើយទទួលព្រមថាទ្រង់ជាព្រះអង្គម្ចាស់នៃក្រុមជំនុំដែរឬទេខ្ញុំជឿ你是否承认本会的信仰和法规与上帝的道相符合？តើអ្នកជឿថាបទគម្ពីរទាំងមូលក្នុងសញ្ញាចាស់និងសញ្ញាថ្មីគឺជាការបើកសម្ដែងដែលមកពីព្រះថាជាកម្រិតនៃសេចក្តីជំនឿនិងការប្រព្រឹត្តរួមទាំងគោលលទ្ធិសម្រាប់សេចក្តីសង្គ្រោះដែរឬទេ
ខ្ញុំជឿ 你愿意追求教会的合一与团契，并拥护奉行本大会的圣礼与法规，按着正义分解圣经。 តើអ្នកទទួលជឿថាសេចក្តីជំនឿនិងលំដាប់នៃការិយាល័យកណ្ដាលរបស់យើងស្របទៅនឹងព្រះបន្ទូលរបស់ព្រះដែរឬទេ ខ្ញុំទទួលជឿ 你受职为牧师，念之在之，最大的目的和主要的动机，是否围绕荣耀上帝，宣扬基督救世福音？ តើអ្នកមានបំណងចិត្តស្វែងរកនៅក្នុងការរួបរวมការប្រកបគ្នារបស់ក្រុមជំនុំការគ្រប់គ្រងការរក្សានៅកិច្ចនិងច្បាប់នានារបស់ក្រុមជំនុំដោយយោងទៅតាមការបកស្រាយបទគម្ពីរដោយត្រឹមត្រូវដែរឬទេ ខ្ញុំទទួលព្រម 你是否应许接着上帝的帮助，在教会中实负起牧者一切的责任，乐意寻求一切扩展上帝国的事工，并在信心和生活上做群羊的榜样？ ឥឡូវនេះអ្នកទទួលបាននៅការត្រាស់ហៅធ្វើជាអ្នកដឹកនាំតើគោលបំណងនិងបំណងចិត្តធំនិងសំខាន់បំផុតរបស់អ្នកដើម្បីជាការថ្វាយស្រីល្អដល់ព្រះនិងប្រកាសនៅដំណឹងល្អសេចក្តីសង្គ្រោះរបស់ព្រះយេស៊ូវគ្រីស្ទដែរឬទេ បាទពិតមែន 请受职人进前来宣读誓约。 សូមលោកគ្រូអញ្ជើញមកមុខមក OK。 ខ្ញុំបាទបានទទួល ទួល ការត្រាស់ហៅ ហៅ រ រ បង ស់ ស់ ព្ ព្រះ រះ ជា ជា ម្ ម្ ចា ចា ស់ ស់ក្នុងពន្ធកិច្ចបរិសុទ្ធទទួលបន្ទុកខាងបង្ហាត់បង្រៀនសេចក្តីពិតនិងប្រកាសដំណឹងល្អស្ម័គ្រទទួលយកការត្រាស់ហៅជាគ្រូគង្វាលរៀមច្បងនៃគណៈនិកាយក្រុមជំនុំ Presbyterian កម្ពុជា ខ្ញុំស្ម័គ្រចូលរួមរំលែកបន្ទុកពន្ធកិច្ចដែលខ្ញុំបានទទួលការតែងតាំងដោយស្មោះអស់ពីចិត្ត ខ្ញុំបានអធិដ្ឋានសូមឲ្យព្រះអូបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធប្រទានដល់ខ្ញុំនៅព្រះគុណនិងសេចក្តីមេត្តាករុណានិងប្រោះប្រទានដល់ខ្ញុំនៅព្រះបញ្ញាញាណនិងព្រះចេស្តាជួយខ្ញុំឲ្យបម្រើព្រះដោយចិត្តដើម្បីថ្វាយសេរីរុងរឿងដល់ព្រះអង្គនិងដើម្បីផ្ដល់នូវប្រយោជន៍ដល់មនុស្សជាតិ ខ្ញុំបាទសូមបដិញ្ញាប្រកាន់ជាប់នៅលក្ខន្តិកៈរបស់គណៈនិកាយក្រុមជំនុំ Presbyterian កម្ពុជាប្រកាន់ខ្ជាប់នៅគោលជំនឿដែលបានចែងទុកនិងមានភក្តីភាពក្នុងការប្រកបនិងបម្រើក្រុមជំនុំ Presbyterian និងការិយាល័យកណ្ដាលប្រសិនបើខ្ញុំបាទមានកិរិយាប្រព្រឹត្តខុសឆ្គង ផ្ទុយពីច្បាប់ដែលបានចែងទុកក្នុងអន្តកៈពាក់ព័ន្ធជាមួយជំនឿអកប្បកិរិយាបម្រើ ការបម្រើកិច្ចគោលនយោ យោ បា បាយ យ រ រ ប របស់ ស់ ក្រុ ក្រុ ម ម ជំ ជំ នុំ នុំខ្ញុំបានស្ម័គ្រចិត្តទទួលខុសត្រូវ ទាំងស្រុងស្រប ស្រប តាម តាម វិ វិ ន័ ន័ យ យ រ រ ប ប ស់ ស់ ក្រុ ក្រុ ម ម ជំ ជំ នុ នុ ំ ំយោងតាមសេចក្តីដែលបានរៀបរាប់ខាងលើខ្ញុំបាទសូមប្រកាសថាខ្ញុំបាទនឹងពឹងអាងលើព្រះគុណនិងសេចក្តីស្រឡាញ់របស់ព្រះអង្គម្ចាស់ដើម្បីអនុវត្តតាមកិច្ចសន្យាទាំងអស់នេះជាសេចក្តីសន្យារបស់ខ្ញុំបាទ
我们这次要与会众来立约， យើងចង់ឲ្យអង្គវិធីទាំងអស់ទៅចូលរួមធ្វើជាសាក្សី 请柬埔寨长老会的会友都起立。 ហើយសូមឲ្យបងប្អូនទាំងអស់មកក្រុមជំនុំ Presbyterian ក្រោកឈរឡើងចាស់ទុំបានជាក្រុមជើងក្រោកឈរឡើងក្រុមជើងដល់អង្គវិធីទាំងអស់ក្រុមជំនុំទាំងអស់ក្រោកឈរឡើង 这么多。我要问你们几点？ សូមឲ្យខ្ញុំបានសួរសំណួរដល់អស់លោកអង្គក្នុងអង្គវិធីទាំងអស់នៅសំណួរមួយចំនួន 你们是否应许用谦卑的心接受他们口中所传的真道？请举手表示。 តើចិត្តដែលបងទៀបគឺបងតើបងប្អូនអាចសន្យាបានថាបងប្អូនព្រមទទួលនៅដំណឹងល្អនៃសេចក្តីពិតដែលគាត់អធិប្បាយចែកចាយដែរឬទេបើយល់ព្រមសូមក្រោកសូមលើកដៃឡើង 谢谢。 អរគុណច្រើន 你们是否应许替他们祈祷，在他们牧养教会的工作上，劝勉他，帮助他，顺从他？ តើបងប្អូនអាចសន្យាថានឹងអធិដ្ឋានសម្រាប់គាត់លើកទឹកចិត្តគាត់ឲ្យគាត់មើលថែក្រុមជំនុំព្រមទាំងជួយនិងចោះចូលតាមគាត់ដែរឬទេ 谢谢。 អរគុណ 你们是否应许为保养教会的秩序和声誉，应该服从本会的法规，又当彼此饶恕，以免妨碍圣工？ តើបងប្អូនអាចសន្យាបានទេថានឹងរក្សានៅសន្តិភាពនិងឈ្មោះរបស់ក្រុមជំនុំដើម្បីធ្វើតាមនៅច្បាប់នានារបស់ក្រុមជំនុំព្រមទាំងអត់ទោសដោយស្មារតីដើម្បីបញ្ជានៅបញ្ហានានាក្នុងកិច្ចការងារដែរឬទេ 当他们做你们牧师的时候，你们是否尊重他们的圣职，供给他们相当的需用，使他们在你们中间生活安舒，保持教会的尊严？ ពេលដែលពួកគាត់ខ្លាចទៅជាគ្រូគង្វាលជាអ្នកដឹកនាំរបស់បងប្អូនទាំងអស់គ្នាតើបងប្អូនអាចគោរពនៅកិច្ចការរបស់គាត់និងផ្ដល់ឲ្យគាត់នៅអ្វីៗដែលជាការចាំបាច់ដើម្បីកុំឲ្យជីវិតរបស់ពួកគាត់ជួបនៅភាពខ្សោះកក្រោះក៏ដើម្បីការពារនៅភាពថ្លៃថ្នូររបស់ក្រុមជំនុំបានដែរឬទេ 请大家仍然站立。 សូមបងប្អូនបានទាំងអស់គ្នាបានគ្រប់គ្រង 我们这时要举行这个按手礼。 យើងនឹងធ្វើពិធីតែងតាំង សូម 跪下来，记得。 លោកគ្រូអ្នកគ្រូសូមគោរពអញ្ជើញលោកជង្គង់ចុះ 牧师团，全部。我们来祷告。 យើងអធិដ្ឋានជាមួយគ្នា 全能的上帝，永生之父， ព្រះបិតានៃគុណនៅគុណដ្ឋានសួគ៌ 全智全爱，统治天上人间。 ព្រះម្ចាស់ជាព្រះដែលនៅនគរឋានសួគ៌ឯព្រះនិព្វានដី 从古，你为你的圣教会设立复合和圣福， ព្រះម្ចាស់បានស្រឡាញ់យើងទាំងអស់គ្នា 所赐的有使徒，有先知，有传福音的，有牧师和教师。 ព្រះម្ចាស់បានឲ្យយើងខ្ញុំមានក្រុមជំនុំមានទាំងគ្រូគង្វាលមានទាំងគ្រូជំនួយផ្សេងៗ 围绕成全圣徒，各尽其职，建立基督的身体。 ដើម្បីឲ្យយើងខ្ញុំម្នាក់ម្នាក់ជារូបកាយនៃព្រះម្ចាស់តាមផ្នែកនានា 我们如今恳求你大施慈爱，在你仆人的身上， ព្រះម្ចាស់ទូលមកគុំសូមអធិដ្ឋានសូមឲ្យសេចក្តីស្រឡាញ់របស់ព្រះម្ចាស់បានមានសម្រាប់យើងខ្ញុំ 在他们的头上，我们敬奉圣子耶稣基督的名，为他们举行按手礼。 ហើយយើងខ្ញុំសូមប្រគុណនៃព្រះម្ចាស់ជាពិសេសធ្វើពិធីតែងតាំងក្រោមប្រគុណរបស់ព្រះអង្គម្ចាស់ 按立他为你的圣父， ដើម្បីធ្វើពិធីតែងតាំងដល់ពួកគាត់ធ្វើជាអ្នកបម្រើរបស់ព្រះអ 授 ង្គ 权给他宣讲真道，施行圣礼，执行法规。 ដើម្បីឲ្យពួកគាត់មានសិទ្ធិអំណាចទៅជាគ្រូគង្វាលដើម្បីបម្រើព្រះម្ចាស់ធ្វើពិធីបន់របស់ព្រះម្ចាស់នានា 恳求赐给他诸般属灵的恩赐，使他有能力担任圣职。
សូមព្រះម្ចាស់បានប្រទានប្រគុណដល់ពួកគាត់ឲ្យពួកគាត់មានអំណាចក្នុងការបម្រើព្រះម្ចាស់ 你的教会在人间所案例的，恳求你在天上也能够得到你的承认。 ឲ្យព្រះម្ចាស់បានទទួលស្គាល់ការបម្រើរបស់ពួកគាត់នៅព្រះវិហារនៅកន្លែងដែលពួកគាត់កំពុងបម្រើ 愿他能向他的主永远奉献自己为圣， ឲ្យពួកគាត់បម្រើព្រះម្ចាស់ឲ្យទុកព្រះម្ចាស់ជាព្រះដ៏អធិការ 使他能因真理也得成圣。 ដើម្បីឲ្យពួកគាត់បានទទួលបានសេចក្តីពិតហើយទទួលយកព្រះម្ចាស់ជាព្រះម្ចាស់សង្គ្រោះយកសេចក្តីពិតទៅបម្រើទៅដល់មនុស្ស 使他的心能与他的主同心，遵行天父的旨意。 ហើយឲ្យចិត្តពួកគាត់បានបម្រើព្រះម្ចាស់ដោយបំណងប្រហាតីរបស់ព្រះម្ចាស់សម្រាប់យើងទាំងអស់គ្នា 恳求增加他对你的信心， ហើយសូមព្រះម្ចាស់បានបង្កើនជំនឿសម្រាប់ពួកគាត់ 使他能激发你的子民， ដើម្បីឲ្យគាត់បានបម្រើតាមព្រះបទបញ្ជារបស់ព្រះអង្គ 使他们的信心有根有基。 ដើម្បីឲ្យជំនឿរបស់ពួកគាត់កាន់តែមានមូលដ្ឋានគ្រឹះនិងរឹងមាំបន្ថែមទៀត 但愿因他与你圣子所结的团契，使他发言能满有诚实与生命。 ដើម្បីឲ្យពួកគាត់បានផ្សាយបន្ទូលរបស់ព្រះម្ចាស់ពេញដោយអំណាចពេញដោយការផ្លាស់ប្រែ 愿他的言语与工作能显明福音的能力， ហើយជាពិសេសឲ្យពួកគាត់បានបម្រើដំណឹងល្អឲ្យដំណឹងល្អកាន់តែមានឥទ្ធិពលសម្រាប់មនុស្ស 叫人同得救恩，荣耀主的圣名。 ហើយឲ្យពួកអ្នកដែលទទួលដំណឹងល្អនោះបានទទួលការផ្លាស់ប្រែទទួលបានជីវិតដ៏នៅអកល 天父啊，因你爱子耶稣基督引领我们的恳求， ព្រះ 阿 ម្ចាស់ 门， ទូលបង្គំសូមអធិដ្ឋានទូលសូមដល់ព្រះម្ចាស់ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ 阿门。完了才念。我奉主耶稣基督教会元首的圣名， យើងពឹងក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ 依据他所授予教会的权柄， ហើយពួកគាត់បានទទួលការតែងតាំង 宣告 យើងប្រកាសថា Pastor Koso, Pastor Raya, Pastor Ye, Pastor Kipsan យើងសូមប្រកាសដល់លោកគ្រូទាំង4រូប 受案例为柬埔寨长老会的牧师， ជាគ្រូគង្វាលរបស់ព្រះវិហារ Presbyterian ក្នុងកម្ពុជា 宣讲真道， ដើម្បីផ្សាយដំណឹងល្អពីសេចក្តី 施 ពិត 行圣礼， ហើយធ្វើតាមព្រះវិញ្ញាណបរិសុទ្ធ 执行法规， ហើយដើរតាមច្បាប់នានា 治理教会。 តាមព្រះវិហារ 我们这次邀请按牧团用握手礼来欢迎他们加入我们的这个属灵的大团体。 យើងនឹងធ្វើការចាប់ដៃដើម្បីស្វាគមន៍លោកគ្រូចូលក្នុងសមាជិករបស់យើងទាំងអស់គ្នា អ
At this time, I would like to invite Reverend Philip Liao to come forward and give word of encouragement to those who are about to be ordained. ជាមួយគ្នាខ្ញុំបាទចង់យកឱកាសនេះគោរពអញ្ជើញលោកគូលាវរ៉ាវិនលាវដើម្បីនឹងនិយាយពាក្យមួយចំនួនទៅកាន់បេក្ខជនទាំង4បាទសូមអញ្ជើញ ក្រុម 首先呢，恭贺各位新牧被安立为柬埔寨长老会的牧师。 ជាបឋមយើងសូមអបអរសាទរដល់លោកគ្រូទាំង4ដែលក្លាយទៅជាគ្រូគង្វាសពេញសិទ្ធិនៅក្នុងព្រះវិហារ Presbyterian នៅកម្ពុជា 你们是10年来第2批被长老大会安立的牧师。 មិនចឹងមកនិយាយមួយទសវត្សរ៍10ឆ្នាំគឺលោកគ្រូគឺជាអាល់ប៊ុមទី2ឬក៏គ្រូគង្វាសជួរទី2 相信你们会和前面3位牧师并肩共写柬埔寨教会的历史。 អញ្ចឹងលោកគ្រូគឺជាគ្រូគង្វាលចំនួនទី2រយៈពេល10ឆ្នាំបន្ទាប់ពីលោកគ្រូគង្វាល3រូបឥឡូវលោកគ្រូ4រូបទៀត 路加福音第4章16到19节 នៅក្នុងព្រះគម្ពីរលូកាជំពូក4ខ16ដល់ខ19 记载了主耶稣出来传道，那时候在拿撒勒的时候， គឺបានមានបន្ទូលអំពីព្រះអង្គម្ចាស់ទ្រង់បានយាងដល់ណាសារ៉េតក្នុងការផ្សាយដំណឹងល្អ 在安息日，他宣读以赛亚书第61章第1、第2节。 ព្រះអង្គម្ចាស់បានអាននៅព្រះបន្ទូលនៅលោករបស់អេសាយ 你注意这段的经文， យើងអាចផ្ដោតនៅកន្លែងនេះទាំងអស់គ្នា 这段经文其实是跟我们做牧师的息息相关。 តាមពិតមកយើងផ្ដោតលើព្រះគម្ពីរកន្លែងនេះតាក់ទងពីលោកគ្រូគង្វាសគឺមានភាពស្រដៀងគ្នាច្រើនណាស់ 分为3个要点。 យើងនឹងយកចំណុច3第一点，他所讲的是主的灵在我身上。 ចំណុចទី1ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សន្ធិដ្ឋលើខ្ញុំ 因为他用膏膏我， ពីព្រោះព្រះទ្រង់បានចាក់ប្រេងតាំងខ្ញុំ 就好像主耶稣是上帝所拣选的， ដូចជាព្រះយេស៊ូវគ្រីស្ទដែលព្រះជាម្ចាស់បានជ្រើសរើសចឹងដែរ 并且被圣灵恩膏的。 ហើយចាក់បានទទួលប្រេងតាំងដោយព្រះវិញ្ញាណបរិសុទ្ធ 你们也是被上帝所拣选， លោកគ្រូទាំង4រូបក៏ជា 并且 មនុស្សដែលព្រះ 被 ម្ចាស់បានរើស 圣灵恩膏的。 ហើយចាក់ប្រេងតាំងពីព្រះអង្គដូច 要 គ្នា 经常记得， សូមលោកគ្រូតែងតែចងចាំនៅ 上 ឃ្លានេះ 帝才是你们的主， ម្ចាស់របស់លោកគ្រូពិតប្រាកដគឺជាព្រះជាម្ចាស់ 是他呼召你们， គឺព្រះជាម្ចាស់បានត្រាស់ហៅលោក 是 គ្រូ 他拣选你们， ជ្រើសរើសលោកគ្រូ 是他的灵在你们的身上， ហើយវិញ្ញាណរបស់ព្រះអង្គគឺនៅលើលោកគ្រូអ្នកគ្រូលោកគ្រូទាំងអស់ 不是教会， មិនមែនវិហារទេ 不是教会的会友， មិនមែនព្រះវិហារនោះទេ 也不是政府和国家。 មិនមែនជាកម្មលោកគ្រូអ្នកគ្រូមិនមែនជាកម្មសិទ្ធិ 当然，在正常的情况之下， មិនមែនជា 这 កម្ម 是 សិទ្ធិ 不 របស់ 会 រដ្ឋាភិបាល 冲 ទេ 突的。 ប៉ុន្តែមកជាក់ស្ដែងយើងស្ថិតនៅក្នុងរដ្ឋាភិបាល 但是要记得， ប៉ុន្តែលោកគ្រូត្រូវចង 无 ចាំ 论如何，上帝才是你们的主， ម្ចាស់ដ៏ពិតប្រាកដរបស់យើងគឺជាព្រះ 你 ជា 们 ម្ចាស់ 要完全的顺服于他。 យើងត្រូវតែដើរតាមនិងស្ដាប់បង្គាប់ព្រះអង្គ 另外，做牧师最担心的 ធ្វើជាគ្រូគង្វាសអ្វីដែលគួរឲ្យបារម្ភ 是我有没有能力才干， តើខ្ញុំអាចមានសមត្ថភាពក្នុងការធ្វើដែរ 有 ឬ 没 ទេ 有恩赐去复视这个千变万化的时代。 តើខ្ញុំអាចមានសមត្ថភាពមានប្រគុណដើម្បីតបតនឹងសកម្មភាពឬក៏ការវិវត្តភាពនៃសង្គមដែរ 这 ឬ 个 ទេ 到处都是罪恶和战争的世界，
ពីព្រោះសកលលោកនេះពោពេញដោយអំពើបាបពោពេញដោយរឿងអាក្រក់ជាច្រើន 这里说他用高高我， នេះកន្លែងនេះព្រះអង្គថាព្រះអង្គយកប្រេងតាំងចាក់ប្រេងតាំងលើខ្ញុំ 你已经被圣灵恩高， អញ្ចឹងលោកគ្រូបានទទួលព្រះវិញ្ញាណបរិសុទ្ធចាក់ប្រេងតាំងលើលោក 他 គ្រូ 的能力，他的恩赐 អំណាចហើយនឹងប្រគុណរបស់ព្រះអង្គ 都已经赐给了你。 គឺបានផ្ដល់ជូនដល់លោកគ្រូ 你们要凭信心支取圣灵的大能， អញ្ចឹងលោកគ្រូត្រូវតែពឹងលើអំណាចរបស់ព្រះអង្គ 大 សូម 胆 ពី 的 ព្រះអង្គ 去服侍这个时代。 ហើយក្លាហានដើម្បីបម្រើ 第二段， ចំណុចទី2 叫我传福音给贫穷的人， ឲ្យផ្សាយដំណឹងល្អទៅដល់មនុស្សតក្រ 差遣我报告被掳的得释放， ទ្រង់ចាត់ឲ្យខ្ញុំមកដើម្បីនឹងប្រោះមនុស្សដែលមានចិត្តសង្រេង 瞎眼的得看见， ហើយប្រកាសប្រាប់ពីសេចក្តីប្រោះលួចដល់ពួកឆ្លើយនិងសេចក្តីភ្លឺឡើងដល់មនុស្សខ្វាក់ 叫那受压制的得自由。 ហើយឲ្យដល់មនុស្សដែលត្រូវគេជិះជាន់ឲ្យរួច 注意这一大段的宣告， សូមលោកគ្រូបានផ្ដោតលើឃ្លាកន្លែងនេះ 它就是你被呼召去服侍的内容。 នេះគឺជាអត្តន័យដែលលោកគ្រូបានត្រាស់ហៅដើម្បីចេញទៅបម្រើ 做牧师不是去从事一份职业， ធ្វើជាគ្រូកងវាមិនមែនជាគេហៅថាជាការងារមួយឬក៏ជាអាជីពមួយទេ 做牧师不是以教会的名去达成自己的人生理想， មិនមែនយកនាមជាគ្រូកងវាដើម្បីទៅបង្ហាញទេ 不是以牧师的名分去达成自己的人生目的， ហើយមិនមែនយកនាមជាគ្រូកងវាដើម្បីបង្ហាញថានេះជាឋានៈឬគឺជាអត្តន័យនៃការរស់នៅរបស់ខ្ញុំទេ 而是去关心贫穷的人， ប៉ុន្តែអ្វីដែលជាចំណុចសំខាន់គឺដើម្បីយើងទៅយកចិត្តទុកដាក់ដល់មនុស្សតក្រ 去帮助失去了自由的人， គឺការទៅជួយដល់មនុស្សដែលបាត់បង់ 去祝福社会上的孱弱群体， ទៅជួយមនុស្សដែលត្រូវគេជិះជាន់សង្កត់សង្កិន 去释放被邪灵压制的人， ហើយប្រោះលួមនុស្សដែលទៅជាឆ្លើយ 去以上帝的名去医治这个破碎的世界。 ហើយយកព្រះនាមព្រះអង្គទៅកែប្រែទៅផ្លាស់ប្ដូរទៅប៉ះពៅនៅចំណុចដែលខ្វះខា 这 ត 包含 ក្នុងបង្ហោ 了 ង 世人身心灵的需要。 នេះគឺនិយាយអំពីអ្វីដែលខ្វះខាតដែលមនុស្សកំពុងតែត្រូវការ 这样大的使命，就是穷我们一生也难以完成。 ហើយនេះគឺជាបេសកកម្មដ៏អស្ចារ្យមួយដែលយើងពិបាកក្នុងការបំពេញដើម្បី 那 ឲ្យ 么是 ចប់ 你 ស 一 ពគ្រប់ 生的服饰。 ប៉ុន្តែវាគឺជាការត្រាស់ហៅលោកគ្រូមួយជីវិតដើម្បីទៅបំពេញផ្នែកទាំងអស់នោះចំណុចទី3 报告上帝约纳人的喜年。 គឺព្រមទាំងប្រាប់ពីឆ្នាំដែលព្រះអង្គម្ចាស់បានកំណត់ទុក 喜年是恩典大开之年。开， ព្រះអង្គម្ចាស់គឺបានបើកនៅប្រគុណព្រះអង្គដើម្បីឲ្យយើងបានស្គាល់ 是旧约时7个安息年后的第50年。 ហើយអ្វីដែលបទគម្ពីរបានប្រាប់គឺឲ្យយើងបានកាន់តែយល់ច្បាស់ 那时奴隶被释放， គឺតកតងអំពីឆ្នាំទី50ដែលពេលនោះគឺទាសករបានមានសេរីភាព 债务一笔勾销， គឺលែងមានភាពជាទាសភាពទៀតហើយ 产业归还给原本的主人。 ហើយពីមុនពួកគាត់ជាទាសភាពប៉ុន្តែពួកគាត់បានរួចចេញពីទាសភាពទៅជាមនុស្សដែលមានសេរីភាព 主耶稣宣告的时候， អញ្ចឹងពេលដែលព្រះយេស៊ូវគ្រីស្ទបានប្រកាស 他是在宣告人类将从罪恶以及一切的后果中得着释放。 អញ្ចឹងមានន័យថាព្រះយេស៊ូវគ្រីស្ទក៏ប្រកាសថាមនុស្សណាដែលជាប់នៅក្នុងភាពជាបាបជននឹងបានសេរីភាព 那是恩典大开之门。 អញ្ចឹងមានន័យថាព្រះអង្គម្ចាស់បានបើកព្រះគុណទ្វារនៃព្រះគុណសម្រាប់មនុស្សគ្រប់គ្នា 如今耶稣已经完成了他的使命， ហើយអ្វីដែលជាបញ្ជាហើយគឺជាអ្វីដែលជាកាតព្វកិច្ចរបស់ព្រះយេស៊ូវគ្រីស្ទទ្រង់បានបំពេញរួច 他 ហើយ 被钉在十字架上 គឺ，ព្រះអង្គម្ចាស់បានសុគតលើឈើឆ្ 他 កាង 死了， ព្រះអង្គសុគត 然后再从死里复活升天。 ហើយព្រះអង្គម្ចាស់សុគតហើយព្រះអង្គម្ចាស់បានរស់ឡើងវិញហើយយើងទៅនគរឋានសួគ៌ 之后，他把向世人宣告喜年的使命交给他的门徒。 ហើយបន្ទាប់មកព្រះអង្គម្ចាស់បានប្រកាសអំពីអ្វីដែលជាសវៈរបស់ព្រះអង្គត្រូវតែធ្វើព្រះអង្គបានប្រាប់ 传到我们的身上。 ហើយព្រះអង្គម្ចាស់ក៏បានយកការទាំងអស់នេះមក 今 ប្រាប់ពួកយើង 天 ដែរ 特别拣选恩高，你们领受牧制。 ដូ
ដូចថ្ងៃនេះលោកគ្រូបានទទួលការចាក់ប្រេងតាំងដើម្បីទទួលនៅភារកិច្ចនេះ 你要带领你的信众传扬福音， ហើយលោកគ្រូត្រូវតែយកសេចក្តីជំនឿមួយនេះដើម្បីផ្សាយដំណឹងល្អចេញ 牧 ទៅ 养主的羊。 ទៅជួយឃ្វាដល់វងជៀមដែលបាត់បង់ 这是我们何等大的恩典！ នេះគឺជាប្រគុណរបស់ព្រះអង្គម្ចាស់ដល់សម្រាប់លោកគ្រូ 结束的时候我说，耶稣是我们的先锋和榜样。 ព្រះអង្គម្ចាស់គឺជាគំរូរបស់យើង 当你软弱失望的时候， ពេលដែលយើងកំពុងតែមានភាពល្វើយភាពខ្សោយល្វើយក្នុងជីវិត 要记得你是被上帝拣选呼召的。 សូមលោកគ្រូរំលឹកខ្លួនឯងថាលោកគ្រូត្រូវបានទទួលការត្រាស់ហៅពីព្រះជាម្ 并 ចាស់ 且他以圣灵恩膏你。 ហើយព្រះអង្គម្ចាស់បានចាក់ប្រេងតាំងលោកគ្រូដោយព្រះវិញ្ញាណបរិសុទ្ធ 当你成功得意的时候， ប៉ុន្តែពេលដែលលោកគ្រូទទួលបានជ័យជំនះទទួលបានភាពប្រសើរឡើង 你更要记得，上帝才是你的主。 លោកគ្រូត្រូវតែចងចាំថាការពិតប្រាកដគឺព្រះជាម្ចាស់គឺជាម្ចាស់របស់ 他 លោកគ្រូ 呼召你为完成他在你生命中的旨意。 ហើយអ្វីដែលព្រះអង្គម្ចាស់បានត្រាស់ហៅលោកគ្រូអ្នកគ្រូគឺជាបំណងបហាតីរបស់ព្រះសម្រាប់លោកគ្រូអ្នកគ្រូ 谢谢。 អរគុណ